ជំរាបសួរបងប្អូនតាគ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូសម្រាប់ទិសហេងទិសឆុងប្រចាំខែ10ដែលគេហៅថាខែចទៅតាមក្បួនប៉ែជឺហើយចូលនៅក្នុងថ្ងៃទី8ខែ10រហូតដល់ថ្ងៃទី8ខែ11ហើយសម្រាប់ខែចនេះគឺមានធាតុភ្លើងបូកមកពីលើជាមួយនឹងចហើយចមានធាតុដីបូកនៅពីក្រោមអញ្ចឹងចំពោះបងប្អូនដែលគាត់ដឹងពីរាសីខ្លួនឯងថាត្រូវការធាតុអីគេខ្លះបងប្អូននឹងដឹងថាខែ10ហ្នឹងយើងល្អដែរឬអត់ចឹងណាសម្រាប់អ្នកដែលគាត់ត្រូវការធាតុភ្លើងជាមួយនឹងធាតុដីគឺល្អក្នុងខែហ្នឹងគឺយើងហេងហើយចំពោះបងប្អូនទាំងអស់គ្នាដែលគាត់មានផ្ទះបែរមុខទៅខាងណាខ្លះដែលល្អនិងមិនល្អបងប្អូនអាចស្ដាប់វីដេអូនេះដល់ចប់បានណាចំពោះខែចនេះគឺផ្លាស់ប្ដូរទៅអសល់គឺនៅខាងជើងម្ដងព្រោះដោយសារតែខាមមីជាមួយនឹងចគឺត្រៃភិក្ខីភ្លើងអញ្ចឹងទៅឆុងជាមួយនឹងត្រៃទិសទឹកអញ្ចឹងហើយបានជាអសល់នៅខាងជើងហើយវាស៊ីជើងឈិងកើតជាមួយនឹងជើងឈិងលិចដែលបងប្អូនត្រូវជិះវៀងអត់គួរដំស្វានទៅអសល់នឹងទេបើសិនយើងអត់ចាំបាច់អញ្ចឹងណាហើយយើងដឹងថាអសល់ប្រចាំឆ្នាំគឺឈរនៅចំខាងកើតតវងឈិងកើតជាមួយនឹងជើងឈិងកើតអញ្ចឹងបងប្អូនឃើញហើយកើតជាមួយនឹងខាងជើងគឺយើងអត់អាចរង្គោះរង្គើជួសជុលដំស្វានព្រះផ្ដាស់បានទេសរុបមកវិញទិសដែលសល់ល្អគឺខាងត្បូងឈិងលិចជាមួយនឹងខាងលិចជើងឈិងលិចក៏នៅមានខ្លះដែរគាត់ថាវាមិនពេញលេញព្រោះដោយសារតែវាជាប់អសល់ខ្លះអញ្ចឹងណាអញ្ចឹងបើយើងគិតពីរឿងអង្សាគឺចាប់ពីចន្លោះអង្សា175ទៅដល់295ដែលសវត្ថភាពអង្សាហ្នឹងគឺល្អសវត្ថភាពហើយចំពោះបងប្អូនដែលគាត់ហេងជាងគេគឺអ្នកដែលគាត់មានផ្ទះបែរមុខទៅត្បូងឈិងលិចបងប្អូនដែលគាត់មានផ្ទះបែរមុខទៅត្បូងឈិងលិចក្នុងខែ10នេះល្អព្រោះដោយសារតែប្រចាំឆ្នាំតារាសាស្ត្រតាក់ទងទៅនឹងរឿងលុយកាក់លៀបសំណាងដល់ពេលប្រចាំខែគឺតារាសាស្ត្រតាក់ទងទៅនឹងគេឈ្មោះភាពល្បីល្បាញតាក់ទងទៅនឹងមុខមាត់អញ្ចឹងគឺល្អសុទ្ធតែតារាសាស្ត្រល្អហើយចេះទិសដែលល្អទៀតអញ្ចឹងបងប្អូនអាចទទួលបានលៀបសការៈនៅក្នុងខែ10ហ្នឹងអ្នកដែលមានផ្ទះបែរមុខទៅត្បូងឈិងលិចហើយសម្រាប់ដែលគាត់បងប្អូនទាំងអស់គ្នាដែលមានផ្ទះបែរទៅត្បូងឈិងលិចកំពុងមានរិស័យល្អក៏បងប្អូនទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នដែរយើងកំពុងមានផ្ទះបែរមុខទៅទិសល្អទៅផ្កាយល្អហោះចូលមកហើយតែយើងបែរជាទៅជួសជុលដំស្វានទៅអសល់មួយកទិសឆុងគឺបងប្អូននឹងមានបញ្ហាអញ្ចឹងអ្នកគ្នាត្រូវមានការប្រុងប្រយ័ត្នបើសិនជាចង់ជួសជុលអីមួយបងប្អូនគួរតែរកចិនសាយជំនាញមួយណាដែលបងប្អូនឆ្លាញ់ចូលចិត្តប្រឹក្សាជាមួយគាត់ជាមុនសិនព្រោះទិសអសល់នេះមិនថាយើងមានរិស័យបែបណាទេគឺប៉ះពាល់ទាំងអស់ជាពិសេសអ្នកដែលគាត់កំពុងមានរិស័យឆុងគឺលឿនខ្លាំងហ្មងហុចផលឲ្យលឿនផលអាក្រក់គឺហុចឲ្យលឿនហ្មងអញ្ចឹងថ្ងៃនេះខ្ញុំមកបានខ្លីៗបងប្អូនអ្នកគ្នាសម្រាប់ទិសហេងជាមួយនឹងទិសឆុងក្នុងខែ10នេះវីដេអូក្រោយខ្ញុំនឹងចាញ់ពីប្រចាំឆ្នាំអ្នកដែលគាត់អត់មានថ្ងៃខែច្បាស់មានតែឆ្នាំកណើតណាអរគុណច្រើនបងប្អូនអ្នកគ្នាជំរាបលា